បានតែ80,000ទេឥឡូវបើសិនបើឯថាបានទទួលលុយ$1000ទទួលបានតែ80,000ឆាប់យក80,000មកវិញយក80,000នៅខ្ញុំវិញខ្ញុំយកបាញ់ឲ្យម្ចាស់ជំនួយវិញទាំងអស់ហើយបងប្អូនម្ចាស់ជំនួយទាំងអស់ដែលគិតថាខ្ញុំកឹបកេងលុយប្រហែល$4-5,000ហ្នឹងឆាតមកខ្ញុំបាញ់លុយជូនទៅវិញទាំងអស់យក80,000មកវិញខ្ញុំក៏មិនលុបវីដេអូបងស្រីចេញពីភ័យរបស់ខ្ញុំដែរប៉ុន្តែខ្ញុំសូមប្រកាសថាខ្ញុំឈប់ជួយឈប់ទទួលលុយជួយគាត់ទៀតកុំជួយមនុស្សខូចបើថាបងឯងបានតែ80,000អូខេឥឡូវឲ្យ80,000មកខ្ញុំវិញខ្ញុំយកឲ្យម្ចាស់ជំនួយវិញណាបងណាបងប្អូនម្ចាស់ជំនួយទាំងអស់ដែលចូលរួមតាមរយៈខ្ញុំឆាតមកខ្ញុំបាញ់វិញទាំងអស់អត់ឲ្យបាត់មកកាក់ម៉ាស៊ីនទេបងស្រីបកាយសំដែងបងភ្លេចហើយថ្ងៃដំបូងបងឆាតមកសូមបងអូនថាម៉េចសូមឲ្យខ្ញុំជួយដល់ពេលខ្ញុំយកលុយទៅជួយអស់ហើយបងថាបានតែប៉ុណ្ណេះបាត់លុយប៉ុណ្ណេះបងឯងគិតថាខ្ញុំមិនដែលស្គាល់លុយ1000មែនហើយលុយ1000ហ្នឹងអាចទិញគេឈ្មោះនឹងគេទៅយកខ្ញុំមកវិញបានអត់ទាំងរំខ្ញុំមិនសមឲ្យបងប្អូនយើងស្គាល់ខ្ញុំបានប៉ុណ្ណឹងខ្ញុំមិនមែនចំណាយលុយតិចទេណាថ្លៃថតថ្លៃភ្លើងថ្លៃកាមេរ៉ាទិញកាមេរ៉ាតម្លៃប្រមាណថ្លៃខោអាវថ្លៃតួខ្ញុំចំណាយគ្រប់បែបយ៉ាងទាំងរំខ្ញុំមិនសមបងប្អូនយើងស្គាល់ម្នាក់ខ្ញុំធ្វើវីដេអូនេះ4-5ឆ្នាំហើយដែលបងប្អូនស្គាល់5ឆ្នាំហើយចុះខ្ញុំចាប់ដើមដំបូងប្រហែល3ឆ្នាំទៀតឥឡូវបងប្អូនខ្ញុំសុខចិត្តខូចឈ្មោះដោយសារលុយ1000ហើយចុះខ្ញុំរកស៊ីអីកើតទៀតទទួល sponsor កើតទៀតអត់ដើរនៅក្នុងសង្គមនឹងកើតទៀតអត់មិត្តភ័ក្តិបងប្អូនក្រុមការងារខ្ញុំមានមុខទៅជួបគេអត់ជួបគេនាំស្អុយឈ្មោះដល់គេហ្នឹងមិនចឹងបងប្អូនគិតមើលទៅវាមិនដែលលុយ$1000ខ្ញុំធ្វើឲ្យខូចគេឈ្មោះខ្ញុំខំប្រម៉ូទខំថតរឿងខំធ្វើរឿងល្អជាច្រើនបងប្អូនយើងស្គាល់មួយនឹងតឹងណាសម្រាប់បងប្អូនយើងគ្រប់គ្រងម្នាក់ហ្នឹងសម័យនេះមិនងាយទេហើយបើយើងដើរចុះខេត្តដើរទៅណាចំណាយពេលវេលាចំណាយថ្លៃសាំងឆ្ងាយផ្ទះឆ្ងាយគ្រួសារចាប់ដើមដំបូងធ្វើតែបានលុយទេណាដូចឥឡូវទេទាំងរំតែចិត្តឲ្យបងប្អូនយើងជួលប្រម៉ូទទោះតែខ្ញុំត្រូវរ៉ាប់ដងចំណាយអីខ្លះអ្នកធ្វើការវីដេអូដឹងហើយរឿងអស់ហ្នឹងគ្រាន់តែខ្ញុំថតរឿងចំណាយថតរឿងក្នុងមួយថ្ងៃបូកនឹងកាមេរ៉ាបូកនឹងតួយ៉ាងទាបបំផុតក៏$200ទៅ$300ដែរហើយមួយខែយើងចេញថត3ដងទៅ4ដងតែខ្លះលុបដល់10ដងគិតមើលទៅអានេះខ្ញុំចាយលុយជួលគេទេណាមួយខែប្រហែល1000ហើយគ្រាន់តែរឿងលុយ1000ខ្ញុំអត់ដឹងទេថាយកលុយគេ1000ខូចឈ្មោះអាម៉េចគេចោទអាម៉េចខ្ញុំអត់មានសមត្ថភាពដឹងថាកន្លែងហ្នឹងគេជេរខូចកិត្តិយសគេឈ្មោះទេខ្ញុំមានសមត្ថភាពឲ្យបងប្អូនយើងមើល view 1k 2k 4k រាប់រយ k 1m ខ្ញុំមានបានខ្ញុំធ្វើបងប្អូនសោកទេថាខ្ញុំបានក្នុងមួយវីដេអូហើយចុះខ្ញុំអត់ដឹងថាអាលុយ1000ហ្នឹងខូចកិត្តិយសគេឈ្មោះទេបងប្អូនខ្ញុំមិនដែរជួបប្រទេសទេខ្ញុំជួយបងប្អូនយើងច្រើនហើយគេមានតែអរគុណបងហើយអរគុណបងលុយបងឯង100000 50,000គេទទួលបានគេអរគុណខ្ញុំណាស់តែលុយ10000រៀលបងប្អូនក៏គេសប្បាយចិត្តខ្លាំងណាស់ដែរមិនដែរដូចបងហ្នឹងទេមិនដែរជួបប្រទេសទេលោកអើយឲ្យលុយហើយថាមិនឲ្យបកមករករឿងយើងវិញមកចោតគម្រាមខ្ញុំខូចឈ្មោះទៀតបើមិនឲ្យលុយគេថ្ងៃហ្នឹងខូចឈ្មោះខ្ញុំធ្លាប់ជួយគេកន្លងមកមិនមែនមានលុយតែ1000គេជួយនឹងទេ$4-5,000ច្រើនជាងគាត់រាប់រយដងខ្ញុំធ្លាប់ជួយដែរតែខ្ញុំដែរមានរឿងអីអត់តែមានអ្នកណាមកចោតខ្ញុំលួចលុយគេ100រៀលអត់មានទេគេមានតែអរគុណគេសប្បាយចិត្តអ្នកខ្លះហៅខ្ញុំស្ដាដូចទេវតាជួយសង្គ្រោះមនុស្សលោកខ្ញុំមិនហ៊ានទទួលទេខ្ញុំបានត្រឹមជួយថតផ្សព្វផ្សាយឲ្យបងប្អូនយើងឃើញបងប្អូនណាជួយក៏ជួយទៅខ្ញុំចាយសាំងខ្លួនឯងខ្ញុំជូនលុយគាត់តខ្លួនឯងខ្ញុំមិនដែរនិយាយផងមិនដែរអួតផងបងប្អូនគេផ្សេងគេមានតែអរគុណខ្ញុំនិយាយមែនហើយដល់ពេលបាយធ្វើចឹងខ្ញុំឈប់ជួយអ្នកណាជិះមើលបងប្អូនដែលត្រូវការជំនួយពិតប្រាកដជាមានរឿងវេទនាសារបាយមានណាគេជួយទេអត់មានអ្នកណាគេជួយទេខ្ញុំនិយាយមែនមានណាគេជួយយើងទៀតបើជួយឲ្យមានរឿងហ្នឹងទាំងរំយើងល្បីមួយមិនមែនចំណាយលុយតិចទេហើយឥឡូវមកបោះឈ្មោះខ្លួនឯងនេះអាគេស្គាល់រាល់ឆ្នាំខំសាំងរាល់ឆ្នាំសារលុយ1000ទៅទេគេបានផលអីគេលុយ1000ទៅនោះឯងគាត់គិតថាខ្ញុំមិនដែរស្គាល់លុយ1000យ៉ាងទៅតាកតងនឹងរឿង QR code ចំអាប្រូស្នាស្អីគេអាអ្នកក្រប្រើ QR code មិនបានណាមានតតញ្ញបានប្រើបានចាំបាច់ QR code ហ្នឹងអ្នកមានប្រើបានបងស្ដាប់ខ្ញុំឲ្យតន់ណាបងខ្ញុំចង់និយាយថាអ្នកខ្វះខាតឯណាអ្នកក្រឯណាដែលដើរយក QR code ដើរតែសុំគេនេះឥឡូវបងប្អូនគិតមើលបងប្អូនមានដៃពីរជើងពីរដូចគ្នាយើងក្រវេទនាយើងលំបាកយើងហ៊ានលើកដៃសុំគេទេទោះបីជាបងហ៊ានសុំគេតល់ខ្លាំងអូខេខ្ញុំយល់អារម្មណ៍ពេលខ្លះយើងតល់ខ្លាំងយើងសុំគេម្ដងពីរដង3ដងយ៉ាងច្រើន3ដងអស់លីងយើងលេងហ៊ានសុំទេមានគេជួយបន្តិចដល់ច្រើនដល់ម្ដងយើងបានដើមទុនហ្នឹងយើងរកស៊ីខំប្រឹងតែគាត់បងប្អូនមើលគាត់សំដែងគាត់យំយេគាត់ដាក់ QR code អូអ្នកខ្វះខាតបងខ្ញុំក្រនេះ QR code បាញ់ខ្ញុំ20រៀលមក10រៀលមកខ្ញុំសុំ20រៀលលាក់ QR code ចឹងហើយពីណាគេជួយហើយបើឯងយំឥឡូវបងប្អូនណាខ្លះដែលធ្លាប់ស្គាល់គាត់ចូលមកខមមិនទាំងអស់គ្នាគាត់ប្រាប់ខ្ញុំថាកូនគាត់អាយុ1ខួបទេដូចជា11ខែតែមានគេប្រាប់ថាគាត់យកកូនរកស៊ីតាំងនៅស៊ីមរៀបតាំងពីនៅស៊ីមរៀបមកម៉េះបងប្អូនម្ដងពេញដើរសុំតាមស្តុកពីដំបូងគាត់ដើរសុំលុយគេដែរហើយបងប្អូនអ្នកនៅក្បែរផ្ទះគាត់គេដឹងចរិតហើយគេថាគេឲ្យលុយហើយឆ្លើយថាមិនឲ្យគ្រប់គ្នាខ្ញុំនឹងបង្ហាញឲ្យបងប្អូនមើលខ្ញុំនឹងផុសនៅ account ផ្ទាល់ខ្លួនអានេះក្នុង Facebook page ខ្ញុំអត់ចង់យកមុខអ្នកណាមកដាក់ជារូប page ខ្ញុំទៀតទេព្រោះ page ខ្ញុំនេះខ្ញុំធ្វើតែរឿងសប្បាយៗឲ្យបងប្អូនមានប្រយោជន៍ដល់សង្គមនិងជួយបងប្អូនអ្នកក្រដែលខ្វះខាតអ្នកដែលគាត់អត់ពិតប្រាកដហេតុអីបានជួយអ្នកក្រអ្នកខ្វះខាតមិនដាក់ QR code របស់គេបងប្អូនអ្នកដែលខ្ញុំទៅជួយពេលច្រើនមាន QR code ទេតាទូរស័ព្ទ N7 ហ្នឹងគ្មានប្រើផងមានន័យថាខ្ញុំទៅជួយអ្នកដែលអត់ពិតប្រាកដបងប្អូនយល់ពីអត់ពិតប្រាកដមកត្រឹមអត់ល្មមធ្វើការរកស៊ីកើតហ្នឹងបងប្អូនយើងមិនជួយទេខ្ញុំក៏មិនទៅថតដែររឿង QR code ហ្នឹងចឹងមកខ្ញុំដាក់ QR code ផ្ទាល់ខ្លួនរបស់ខ្ញុំគាត់មាន QR code ឯណាអាហ្នឹងមួយទី2នៅពេលដែលខ្ញុំដាក់ QR code បងប្អូនខ្ញុំធ្លាប់ដាក់ខ្ញុំដាក់ QR code គាត់ផ្ទាល់ខ្លួនរបស់គាត់ណាគាត់ក្រគាត់ពិបាកមែនហើយគាត់មាន QR code ដូចបងស្រីហ្នឹងចឹងគេបាញ់លុយទៅបាត់បាញ់បាត់ឈឹងប្រហែលក៏មិនដឹងម្ចាស់ជំនួយគេឆាតខ្ញុំគេបាញ់លុយគេលាក់ចុះខមមិនហើយគេឆាតខ្ញុំអូនឃើញលុយនៅនេះបងបាញ់ទៅ50 100 $5 $10សួរខ្ញុំថាបានឃើញលុយនៅឃើញអីបងខ្ញុំមិនដឹងលុយនឹង QR code របស់គាត់ហ្នឹងខ្ញុំដាក់ QR code របស់គាត់ខ្ញុំអត់ដឹងទេហើយម្ចាស់ជំនួយគេចង់ដឹងថាឥឡូវបានលុយប្រហែលហើយគេឆាតមកបានលុយគេនៅខ្ញុំមិនដឹងថាខ្ញុំអត់ដឹងគាត់ថាឥឡូវអូនឯងទៅសួរគាត់មើលថាបានប្រហែលបងចង់ដឹងដើម្បីបញ្ជាក់ជាមួយក្រុមការងារបងរៃលុយគ្នាមកដែរណា$200ហ្នឹងរៃគ្នាមកដែរដើម្បីបញ្ជាក់ណូអ្នកជួយគ្នាបងព្រោះគេថាបងកັບកេងលុយគេងាប់ខ្ញុំថាខ្ញុំមិនដឹងដល់វិញខ្ញុំឆាតទៅសួរអត់តបបានលុយអត់តបគេជួយលុយហើយនឹងអត់តបស្រាប់តែពេលដឹងរឿងម៉ែនៅផ្ទះឆ្លុះគ្នាលេងលបែងយកលុយទៅចាយអស់គាត់បានលុយគាត់អត់ប្រាប់គេអាហ្នឹងជាមូលហេតុដែលខ្ញុំជួបដូចខ្ញុំនិយាយខាងដើមចឹងថាខ្ញុំកម្រជួយអ្នកដែលគាត់មាន QR code ណាខ្ញុំជួយតែអ្នកដែលក្រដែលថាគ្មានទូរស័ព្ទប្រថាតែបណ្ដាញសង្គមស្គាល់អ្នកដែលអត់ពិតប្រាកដបងប្អូននៅតាមជាដែនបងប្អូននៅខេត្តបងប្អូននៅស្រុកខ្មែរយើងបងប្អូនដែលគាត់នៅចងកាត់មាត់ញោមដែលគាត់អត់ពិតប្រាកដខ្ញុំជួយតែពួកគាត់ចឹងទេខ្ញុំប្រាប់បងឯងណាបើខ្ញុំចេះថតយកមុខគាត់តែខ្ញុំបាញ់ឲ្យកអ្នកខ្លះបងឲ្យសុំតែលុយ50000បងឲ្យសុំតាំងកមកបេទេបើខ្ញុំចេះថតអួតអារឿងដើរជួយគេហ្នឹងដូចក្រុមបងម៉ូតូធំឯងខ្ញុំប្រហោះតែអ្នកដែលខ្វះខាតដែលតម្រូវការសុំឲ្យបងប្អូនយើងជួយបន្ថែមបើខ្ញុំជួយបានហើយខ្ញុំមិនដែលប្រហោះទេខ្ញុំនិយាយត្រង់ហ្មងហើយបងប្អូនយើងសួរថាហេអូនឯងនិយាយថាប្រកាសលុយថាគាត់បាន1លាន2លានគេវាយគាត់មែនអីចោលប្លន់គាត់មែនអី
មានបងប្អូនមានតើខ្ញុំប្រកាសឲ្យភ្លាមគេទៅវាយយកលុយអស់ឥឡូវសួរថាខ្ញុំទៅធ្វើបនចង់ជួយអ្នកដែលគាត់អត់ពុកម៉ែដែលខ្វះខាតពិតប្រាកដឬខ្ញុំទៅនាំរឿងឲ្យគាត់គេវាយគាត់លើគិតមើលខ្ញុំប្រកាស1លានខ្ញុំក៏ដឹងពុកម៉ែខ្ញុំក៏ដឹងគ្រួសារខ្ញុំក៏ដឹងបងប្អូនអ្នកមើល1លានអ្នកក៏ដឹងមនុស្សយើងមានល្អមានអាក្រក់ដូចគ្នាទាំងខ្ញុំទាំងបងប្អូនមានល្អមានអាក្រក់យើងមើលចិត្តគេអត់ដឹងទេអញ្ចឹងខ្ញុំប្រកាសទៅចង់គេឃើញជួនកាលគេនឹងមិនមែនចោលទេតើលុយដាច់លុយមនុស្សអាក្រក់មានគំនិតអាក្រក់អាយាយនឹងញ័រហ្នឹងមានដឹងស្អីវែងហ្នឹងអញទៅសឡុតបន្តិចឲ្យលុយអញអស់គេដឹងលុយអស់ហើយវាមានរឿងជាច្រើនទៀតដែលខ្ញុំមិនអាចប្រកាសលុយបានបាទខ្ញុំមិនដែលប្រកាសថាអូបាន1លាន2លាន1000 2000ដុល្លារបានខ្ញុំអត់ប្រកាសអាហ្នឹងហេតុផលប៉ុណ្ណឹងបងប្អូនស្ដាប់បានណាហើយបើមានលើក្រោយប៉ុន្តែខ្ញុំគិតថាខ្ញុំមិនធ្វើទៀតទេខ្ញុំគ្មានលើក្រោយទេឧទាហរណ៍បើមានលើក្រោយខ្ញុំប្រកាសហើយបាន1000ដុល្លារថា1000ដុល្លារអាណាទៅវាយយកលុយវាយមិនវាយទៅបែកក្បាលងាប់មិនងាប់ទៅបើប្រកាសមានតែចឹងហើយបើមិនប្រកាសគេថាគិតកេងលុយអោម្ចាស់មាសម្ចាស់ខ្លោម្ចាស់ពេជ្រហើយមិនក៏ចឹងអារឿងលុយហ្នឹងហើយកំហុសដែលខ្ញុំធ្វើជាមួយបងស្រីហ្នឹងខ្ញុំទទួលកំហុសមានតែម្យ៉ាងដែលខ្ញុំអត់បានថតលុយ1000ហ្នឹងថតលុយរួមលុយសរុបពីធនាគារហើយបងប្អូនថាវាមិនដែរវាអ្នកថតវីដេអូវាទៅថតឲ្យលុយគេមកកាណូវាមិនថតទុកទេដូចខ្ញុំនិយាយចឹងថាមនុស្សយើងវាមានតម្រៃជើង4វាមានផ្លាត់វាមានថ្ងៃសោយរបស់យើងដែរបងប្អូនយើងមានថ្ងៃសោយដែរតាខ្ញុំថតតែទាំងអស់ហ្នឹងគ្រប់គ្នាខ្ញុំជួយអ្នកណាខ្ញុំឲ្យលុយអ្នកណា1000រៀលខ្ញុំថតទុកខ្ញុំមិនបោះខ្ញុំថតទុកដែរតែត្រង់កន្លែងគាត់មួយហ្នឹងខ្ញុំវាអត់បានថតមានពេលណាថតបងប្អូនបើខ្ញុំជាប់ថតរឿងខ្ញុំមានពេលតែ1ម៉ោងទេដើម្បីជួបគាត់មានន័យថាខ្ញុំទៅទិញអង្វាយអវ៉ាន់ទុកផ្សារដល់ជួបគាត់ថ្ងៃដំបូងខ្ញុំជិះម៉ូតូទៅខ្ញុំចូលផ្ទះគាត់បានថតផ្ទះគាត់បានថ្ងៃហ្នឹងខ្ញុំទៅមានឡានមានពូតកងឡានគាត់ជូនទៅធានហ្នឹងគាត់ជូនទៅដាក់ឡានអត់កើតហើយផ្លូវនឹងស្ទឹងមានជ័យបងប្អូនដឹងហើយវាមានការស្ទះច្រើនយើងដាក់ឡានមិនកើតទី1ដាក់ឡានមកផ្លែតកៀងផ្លូវគេទី2កន្លែងខ្ញុំថតហ្នឹងថ្ងៃដំបូងវាស្ងាត់អត់មានសំឡេងរំខានអីទេដល់ពេលថ្ងៃទីខ្ញុំទៅវាអញ៉ៃមានន័យថាកូនក្មេងស្រែកអឡូអាឡាមនុស្សចាស់គាត់ជំនុំគ្នាលឺយើងនិយាយគ្នាស្ដាប់ចង់បានចូលទៅនាំយើងថតហើយសួរថាខ្ញុំគ្មានប្រដាប់ស្រូបសំឡេងគ្មានទូរស័ព្ទមិនអីខ្ញុំមានប៉ុន្តែយល់ពាក្យវាអញ៉ៃអត់អារម្មណ៍អត់មូលខ្ញុំសួរគាត់ស្ដាប់គ្នាអត់បានហ្មងស្ដាប់គ្នាអត់បានបានខ្ញុំនាំគាត់ទៅថតកន្លែងដែលមានសំឡេងស្ងាត់នេះនៅត្រង់ដែលមានកន្លែងសំឡេងស្ងាត់ហ្នឹងគាត់ចោទខ្ញុំទៀតគាត់បកស្រាយសារព័ត៌មានសាមញ្ញគាត់ថាខ្ញុំហ្នឹងទៅផ្ទះគាត់អញ៉ៃកន្លែងអញ៉ៃហើយនាំខ្ញុំទៅកន្លែងស្ងាត់យីបកស្រាយបើថាបកស្រាយមិនបានទទួលលុយ1000ខ្ញុំមិនថាទេគាត់ប្រកែកតាំងពីដើមមកហើយវត្តខ្ញុំប្រកែកទៀតនាំទៅកន្លែងស្ងាត់អញ្ចឹងបងប្អូនយើងចាបាត់លុយ1000ហើយវានាំទៅកន្លែងស្ងាត់អញ្ចឹងវាអត់ឲ្យកន្លែងហ្នឹងបងប្អូនចូលមើលវីដេអូកន្លែងស្ងាត់ហ្នឹងបានន័យថាកន្លែងដែលមិនមានសំឡេងរំខានសំឡេងអ្នកស្រែកអឡូឡានេះបងប្អូនមើលវីដេអូបងប្អូនមើលកន្លែងស្ងាត់ហ្នឹងនៅក្នុងបរិយតានៅក្នុងបរិយនៅក្បែរតូបបងលក់ចាប់ហួយបងហ្នឹងឲ្យលុយ10000ទៀតជូនលុយ10000ទៀតតាមរយៈខ្ញុំទៅគាត់ហ្នឹងបងហ្នឹងគាត់ឃើញគាត់អង្គុយមើលចាគាត់អង្គុយមើលពីហ្នឹងចឹងដីប្រហែលជា10ម៉ែត្រហ្នឹងគាត់អង្គុយមើលខ្ញុំចឹងខ្ញុំថតចប់ក៏ជូនលុយបងហ្នឹង10000ទៀតហ្នឹងកន្លែងស្ងាត់បងប្អូនយើងអ្នកថតវីដេអូដឹងហើយថានៅពេលដែលគេរំខានស្រែកអឡូឡាយើងថតកើតអត់យើងយកសំឡេងឲ្យ